បាទសួស្តីអ្នកគ្នានៅក្នុងវីដេអូនេះយើងមកសិក្សាអំពីសំឡេងបាទរបស់អក្សរ B ណាអូខេតើអ្នកគ្នាមើលមក B គឺមានសំឡេង B អូខេយើងមកមើលពាក្យឧទាហរណ៍មួយចំនួនបាទដែលមានសំឡេង B នៅក្នុងហ្នឹងណាតើអ្នកគ្នាមើលពាក្យទី1នេះយើងអានថា basket basket អូខេ B នេះ B ណា A R សនឹងខនេះស្កអូខេ E ត្រង់ទីនេះគឺស្រៈ E ណា theta basket អូខេយើងអានថា basket គឺយើងសំដៅលើកត្រកណាតើគ្នាមកមើលពាក្យឧទាហរណ៍បន្តទៀតមកពាក្យនេះយើងអានថា blanket blanket អូខេតើគ្នាមើល B B L ណាអានេះជាប្រភេទព្យញ្ជនៈតម្រួតអញ្ចឹង bl A នេះស្រៈ A អូខេ N នេះងណា blank K K E នេះ E theta ណា blanket blanket គឺយើងសំដៅលើភួយអូខេតើអ្នកគ្នាមើលពាក្យបន្តទៀតមកពាក្យនេះយើងអានថា bench bench អូខេ B B E នេះ N ណា CH នេះមានសំឡេងឆ bench អូខេ bench យើងសំដៅលើប្រភេទកៅអីវែងបែបនេះអ្នកគ្នាយើងហៅ bench អូខេតើអ្នកគ្នាមកមើលពាក្យចុងក្រោយពាក្យនេះយើងអានថា belt belt អូខេ B B E នេះ A ណា L belt ហើយ T នេះយើងទុកបញ្ចេញខ្យល់ណា belt អូខេតើអ្នកគ្នានៅក្នុងវីដេអូនេះយើងសិក្សាអំពីសំឡេងរបស់ B បាទមានសំឡេង B ហើយទាំងអស់គ្នាគ្រាន់តែស្វែងយល់ស្រៈហើយនឹងព្យញ្ជនៈនៅខាងមុខទៅយើងអាចប្រកបអានពាក្យបានហើយ